សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិខ្មោចកាលពីព្រេងនាយមានកំឡោះម្នាក់ឈ្មោះសុកជាកូនកំព្រារស់នៅតែម្នាក់ឯងនិងមានមុខរបរចិញ្ចឹមជីវិតជាអ្នកបរទេះគោស៊ីឈ្នួលដឹកទំនិញពីភូមិស្រុករបស់គាត់ដើម្បីយកទៅលក់នៅឯផ្សារដែលផ្លូវធ្វើដំណើរចេញពីភូមិទៅផ្សារមានចម្ងាយប្រហែល10គីឡូម៉ែត្រហើយត្រូវបានឆ្លងកាត់ព្រៃមួយដែលមានដើមឈើតូចធំដុះនៅអមសងខាងនៅមិនឆ្ងាយពីព្រៃនោះមានភូមិចាស់មួយដែលត្រូវបានគេបោះបង់ចោលដោយសារតែមានជំងឺរាតត្បាតនិងមានមនុស្សស្លាប់ជាច្រើននាក់ហើយព្រៃនោះដែរកម្រមានអ្នកធ្វើដំណើរឆ្លងកាត់តែម្នាក់ឯងណាស់ជាពិសេសនៅពេលថ្ងៃត្រង់និងពេលយប់ដោយសារតែមានពាក្យចចាមអារាមថាមានខ្មោចលងដែលធ្វើឲ្យអ្នកភូមិអ្នកស្រុកខ្លាចរអាគ្រប់គ្នាចម្លែកឯតែកំឡោះសុកមិនថាពេលយប់ឬពេលថ្ងៃឲ្យតែមានទំនិញដឹកនិងបានលុយច្រើនគឺមិនខ្ជិលខ្លាចអ្វីទាំងអស់ដោយសារតែឪពុកគាត់កាលនៅរស់ល្បីថាចេះមន្តអាគមខ្លាំងក្លាជាអាចារ្យភ្លុកជាគ្រូចាប់ខ្មោចផងទើបកំឡោះសុកជាមនុស្សខ្លាំងពូកែមិនចេះខ្លាចអ្វីទេនិងចេះមន្តអាគមការពារខ្លួនខ្លះដែលបន្សល់ទុកពីឪពុករបស់គាត់មានថ្ងៃមួយសុកបានចេញពីផ្សារដើម្បីត្រឡប់ទៅផ្ទះវិញរៀងយប់ជ្រៅម៉ោងប្រហែល12ដោយសារតែរវល់ជ្រៀតទៅលេងផ្ទះបងប្អូនក្នុងខណៈពេលដែលសុកកំពុងបរទេះកាត់តាមដងព្រៃស្ងាត់ជ្រងំមានតែសំឡេងឆ្កែព្រៃលូទីទុយនិងមៀមយំទ្រហឹងពេញព្រៃអាកាសធាតុត្រជាក់ស្រាប់រីឯផ្ទៃមេឃងងឹតឈឹងកំឡោះសុកមានអារម្មណ៍មិនស្រួលក្នុងចិត្តហាក់ចម្លែកគាត់បានដេញគោដើម្បីបង្កើនល្បឿនមួយសន្ទុះក្រោយមករទេះគោរបស់សុកបានបរមកជិតភូមិចាស់ដែលគេបោះបង់ចោលស្រាប់តែមាននារីម្នាក់រូបរាងស្រស់ស្អាតស្លៀកសំពាក់សមរម្យឈរយំនៅមាត់ផ្លូវហើយនាងបានសុំអង្វរជិះរទេះទៅជាមួយដោយប្រាប់ថាខ្លួនវង្វេងផ្លូវកំឡោះសុកដែលជាកូនរបស់អាចារ្យភ្លុកបានសង្កេតឃើញថានារីនោះមិនមានស្រមោលនិងមិនមានប្រអប់ជើងទេហើយថែមទាំងមានធុំក្លិនផ្កាម្លិះលីឡំជាមួយនឹងក្លិនប្លែកៗខុសពីមនុស្សដោយដឹងច្បាស់ថានាងជាខ្មោចកំឡោះសុកមិនត្រឹមតែមិនខ្លាចនោះទេតែគាត់ចង់សាកបាលីមន្តអាគមដែលឪពុករបស់គាត់ធ្លាប់បានបង្រៀនសុកក៏បានយល់ព្រមឲ្យនាងឡើងជិះរទេះដោយឲ្យនាងខ្មោចនោះអង្គុយលើទូរទេះជាអ្នកបរទេះគោហើយគាត់អង្គុយនៅពីក្រោយដៃគាត់ម្ខាងបានកាន់ពូថៅនៅម្ខាងទៀតកាន់ដៃគោលមួយយ៉ាងវែងនាងខ្មោចបាននាំសុកនិយាយអំពីនេះពីនោះដោយគិតថាសុកជាមនុស្សធម្មតានឹងរកទីតាំងល្អប្រែខ្លួនជាខ្មោចរួចស៊ីជាអាហារសុកក៏ចិត្តទៅឆ្លើយតបទៅនាងខ្មោចនោះជាហូរហែមួយសន្ទុះក្រោយមកខណៈពេលដែលនាងខ្មោចកំពុងអង្គុយភ្លេចខ្លួនសុកក៏បានដកដៃគោលមន្តអាគមដែលបានត្រៀមទុកនោះសូត្រសេកមន្តគាថារួចដោតបុកចូលទៅក្នុងបង្ហើចក្បាលរបស់នាងយ៉ាងណែនភ្លាមនោះមានខ្យល់បក់មកយ៉ាងខ្លាំងនាងខ្មោចក៏បានប្រែជាស្រីធម្មតាបាត់បង់អស់មន្តអាគមនិងភ្លេចរឿងរ៉ាវជាខ្មោចទាំងអស់ហើយក៏សុខចិត្តតាមទៅរស់នៅជាមួយសុកធ្វើជាប្រពន្ធសុកនិងប្រពន្ធជាខ្មោចនោះរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតបង្កើតបានកូនប្រុសម្នាក់សុកនៅតែប្រកបរបរជាអ្នកដឹកអីវ៉ាន់ជាធម្មតាហើយអ្នកស្រុកអ្នកភូមិក៏ស្រឡាញ់ចូលចិត្តនាងប្រពន្ធខ្មោចនោះដែរដោយនាងបានក្លាយជាមនុស្សសុភាពរាបសារចេះដឹងចាស់ទុំនិងឧស្សាហ៍ជួយទុកធុរៈអ្នកជិតខាងតែអ្វីដែលចម្លែកនោះនាងតែងតែឈឺក្បាលខ្លាំងនៅពេលដែលចូលទៅក្នុងវត្តឬបានជួបនឹងព្រះសង្ឃរយៈពេល6ឆ្នាំកន្លងផុតទៅកូនប្រុសនោះធំដឹងក្តីទោះជាយ៉ាងណាសុកតែងតែហាមប្រពន្ធនិងកូនប្រុសមិនឲ្យប៉ះពាល់លើក្បាលរបស់នាងឡើយដោយប្រាប់ថានេះជាដំណំសម្រាប់ការពារគ្រួសាររបស់ពួកគេនៅថ្ងៃមួយសុកបានចេញទៅដឹកអីវ៉ាន់នៅឯផ្សារទុកឲ្យប្រពន្ធនិងកូននៅផ្ទះតែ2នាក់នាងជាម្ដាយបានឈឺក្បាលផងនិងរមាស់ក្បាលផងបានហៅកូនប្រុសមកនិងដេកកោយផ្លូវកូនប្រុសដើម្បីឲ្យវារកចៃនិងច្របាច់ក្បាលឲ្យខណៈពេលដែលកំពុងរកចៃកូនប្រុសក៏ប្រទះឃើញក្បាលដាច់គោលមួយដោតជាប់នឹងក្បាលម្ដាយដោយប្រាប់ម្ដាយថាម៉ែឈឺក្បាលខ្លាំងដូច្នេះប្រហែលមកពីមានដាច់គោលនៅជាប់ក្បាលនិងបានសុំម្ដាយដកដាច់គោលនោះចេញនាងខ្មោចនោះក៏យល់ព្រម
គ្រាន់តែដកដេចគោរបូតចេញភ្លាមផ្សែងខ្មៅក៏ហុយចេញពីក្បាលភ្នែករបស់នាងប្រែជាក្រហមច្រាលសក់ដោះវែងអន្លាយហើយវិញ្ញាណខ្មោចសាហាវកាលពី6ឆ្នាំមុនក៏ត្រឡប់មកវិញនាងខ្មោចដែលខឹងសម្បានឹងការបង្ខំឲ្យរស់នៅជាមនុស្សបានចាប់ហែកទ្រូងកូនប្រុសបង្កើតខ្លួនឯងរួចស៊ីគ្រឿងក្នុងយ៉ាងរន្ធត់ហើយពេលសុកត្រឡប់មកពីផ្សារវិញឃើញទិដ្ឋភាពដ៏ព្រឺព្រួចនេះលោកបានព្យាយាមសូត្រមន្តអាគមដើម្បីបង្ក្រាបប៉ុន្តែដោយសារនាងបានដឹងខ្លួននិងមានកំហឹងសងសឹកយ៉ាងខ្លាំងនាងក៏ស្ទុះទៅខ្វេះយកបេះដូងរបស់សុកកាច់កសម្លាប់ចោលនៅនឹងកន្លែងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិង comment ពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ